ឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសប្បនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុក្ខបដ ாய் យូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងងទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសប្បនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយ
រឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូច្នេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញមនុស្សចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនពពកខ្មៅនៅលើក្បាលស្មុគស្មាញច្រើនមួម៉ៅច្រើនព្រួយបារម្ភច្រើនគិតច្រើននាំឲ្យអ្នកមានទុក្ខក៏ច្រើនដែរហើយបើបណ្ដែតបណ្ដោយយូរទៅអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាជីវិតអ្នកនឹងវិលវល់រកសុខមិនសូវឃើញឡើយអ្នកត្រូវចាប់ផ្ដើមតាមដានចិត្តអ្នកពីពេលនេះតទៅទម្លាប់វាឲ្យគិតរឿងល្អរឿងបុណ្យកុសលរឿងបច្ចុប្បន្នរឿងណាហួសហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយរឿងណាមិនទាន់មកដល់ទេក៏កុំកើតទុកពេកអីដែរជួបរឿងណា
ដោះរឿងនឹងទៅរៀនទាញចិត្តអ្នកឲ្យចេញពីរឿងមួម៉ៅក្តៅក្រហាយទាំងឡាយវាពិបាកណាស់តែអ្នកត្រូវតែទម្លាប់បន្តិចម្ដងទម្លាប់តាមដានវាទម្លាប់មើលវារឿយទម្លាប់អប់រំវាឲ្យមានខន្តីអត់ធន់មានមេត្តាមានភាពរួសរាយរាក់ទាក់អត់ឱនយោគយល់មានបញ្ញាស្មារតីហ៊ានទទួលស្គាល់ការពិតនៃជីវិតរឿងល្អក៏ព្រមទទួលរឿងមិនល្អក៏ប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីប្រឹងទៅប្រឹងដោយក្តីសង្ឃឹមដោយភាពស្វាហាប់ដោយគុណធម៌ដោយភាពស្រស់ស្រាយធ្វើដូច្នេះបានចិត្តអ្នកនឹងស្រឡះស្រឡំច្រើនអ្នកនឹងមិនសូវមានទុក្ខឡើយរឹងមាំជីវិតមនុស្សម្នាក់មានរឿងច្រើនណាស់ហើយរឿងខ្លះធ្ងន់ធ្ងរពេករហូតអាចធ្វើឲ្យអ្នកស្ទើរតែលែងចង់រស់ទៀតក៏មានអ្នកណាក៏មានរឿងដែរអ្នកខ្លះមានបុណ្យច្រើនក៏មិនសូវជួបរឿងច្រើនទៅចំណែកឯអ្នកខ្លះសាងកម្មមិនសូវល្អច្រើនក៏ជួបតែរឿងអកុសលបន្តកន្ទុយគ្នាមិនចេះចប់មិនចេះហើយជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាកុំកើតទុក្ខពេកអីបើជួបរឿងល្អទទួលយកទៅតែកុំជួបពេកអីហើយបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅបើដោះបានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅកុំមួម៉ៅក្តៅក្រហាយអីយើងគ្មានសមត្ថភាពទូលផែនដីម្នាក់ឯងបានទេត្រូវចេះរៀនសម្រាលទុក្ខចេញពីខ្លួនឯងខ្លះទៅកុំបណ្ដែតបណ្ដោយឲ្យរឿងរ៉ាវជិះជាន់អ្នកខ្លាំងពេករឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែក្តៅក្រហាយរឹងរឹតតែកើតទុក្ខបន្ថែមទ្រាំទៅថ្ងៃមិនចេះតែក្តៅរហូតទេគង់នឹងជ្រេទៅភ្លើងក៏មិនចេះតែឆេះរហូតដែរគង់តែនឹងរលត់ទៅយប់ក៏មិនចេះតែងងឹតរហូតដែរគង់តែមានថ្ងៃរះពេលព្រឹកឡើងជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេគង់តែមានការប្រសើរឡើងបើអ្នកមិនទាន់អស់សង្ឃឹមងើបឡើងតស៊ូឡើងវិញហើយសាងអនាគតជាថ្មីយើង
រស់នៅជាមួយគ្នាធ្វើការជាមួយគ្នាវាត្រូវការចេះអត់ឱនយោគយល់គ្នានឹងច្រើនមែនទែនទើបអាចរស់នៅជាមួយគ្នាបានសុខហើយធ្វើការជាមួយគ្នាបានយូរវែងថាមនុស្សម្នាក់ហ្នឹងវាមាននិស្ស័យផ្សេងគ្នាអញ្ចឹងទៅយើងក៏យល់ហើយខុសនៅតែកែអញ្ចឹងប៉ុន្តែកែនឹងដោយបំណងល្អហើយមិនមានគំនុំគុំគួនខឹងស្អប់អ្នកនឹងឯងចង់ឲ្យតែបានល្អមកវិញឯងហើយក៏តលយើងចេះស្វែងយល់ពីចិត្តគេកុំឲ្យបទាញយកតែខ្លួនឯងត្រូវតែធ្វើតាមខ្ញុំរឿងនឹងត្រូវតែអញ្ចឹងបើមិនអញ្ចឹងខ្ញុំមិនព្រមអានឹងអត់អាចរស់នៅជាមួយគ្នាធ្វើការជាមួយគ្នាបានទេវាត្រូវតែមានទៅមានមកមានយើងស្ដាប់គេស្ដាប់យើងវាមានសម្ដីពីរោះពិសាស្មោះសរទៅគ្នាទៅវិញទៅមកមិនចំណែននិន្ទាមិននិយាយល្អតែមុខទេទឹកចិត្តនឹងស្រឡាញ់រាប់អានគ្នាបានមាននិស្ស័យមកធ្វើការជាមួយគ្នារស់នៅជាមួយគ្នាហើយក៏បង្កើតឲ្យទៅជាភេទរភាពឲ្យទៅជាសមានភាពជាបងប្អូនភាពស្និទ្ធស្នាលស្រឡាញ់គ្នាហ្នឹងដោយមេត្តាករុណាដោយការចែករំលែកឯហ្នឹងបានកើតទៅជារឿងសហការរួមសាមគ្គីគ្នាបានមិនអាចគ្រាន់តែយើងចង់ឲ្យគេល្អជាមួយយើងប៉ុន្តែយើងអត់ល្អជាមួយគេអាហ្នឹងវាអត់អាចទៅរួចទេតើលើយើងដាំពូជបានយើងបានផលមានមេត្តាមានសេចក្តីសន្តោសករុណាជួយសង្គ្រោះមានការចែករំលែកមានការអត់ឱនយោគយល់រឿងណាដែលថាវាហួសហើយនឹងកុំចាំបាច់រំលឹករំលើកមកកកោកកាយនាំឲ្យល្អក់កកអីទៀតឧទាហរណ៍ថារឿងនឹងវាចប់ទៅហើយអញ្ចឹងយើងជួយតម្រែតម្រង់គ្នាទៅមុខទៀតទៅតើចេះយល់គ្នាទៅវិញទៅមកអញ្ចឹងអានឹងទើបយើងរស់នៅជាមួយគ្នាបានសុខបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផង
ខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខឹងក្រោតច្រើនមួម៉ៅច្រើនទុក្ខក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាកអត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់ឱនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពៀវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពៀវេរាកើតជាតិណាសម្បូរសត្រូវអាហារផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹង
ជាកែវពង្រីកធ្វើឲ្យរឿងតូចคล้ายជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសិនសឹមនិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យ
សម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបន់ចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាធបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកមាត់គេត្រចៀកយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចផ្ទុកមាត់គេបានទេតែអ្នកអាចផ្ទុកត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទិដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណា
បើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបូរមាត់អ្នកដទៃឡើយរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងថាចិត្តកំពុងខឹងហើយមិនថយលបឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអរកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខស្វែងយល់ពីជីវិតយើងតែម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវឲ្យយើងហ៊ានប្រឈមមុខ
ដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេកពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុក្ខពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខជើញញាតិញោមសិក្សាពុទ្ធវត្តខ្លីៗក្នុងសភៅសាសនៈសុភាសិតចំណុចមួយព្រះអង្គសម្ដែងថាខន្តិហិតសុខាវហាសេចក្តីអត់ធន់ជាគុណជាតិនាំមកនៅប្រយោជន៍និងសេចក្តីសុខដូចថាយើងមិនស្ថិតនៅក្រោមឥទ្ធិពលរបស់កំហឹងយើងអាចគ្រប់គ្រងចិត្តយើងបានយើងមិនយកកាយមិនយកវាចារបស់យើងនឹងទៅបំរើកំហឹងនិយាយជេរបតិចផ្ដាសាវាយទាត់ធាក់អញ្ចឹងមានរឿងអីក្នុងជីវិតយើងទប់ទល់បានយើងយកមកពិចារណាសិនមុននឹងសម្រេចចិត្តអញ្ចឹងយើងខ្លាចទៅជាមនុស្សរឹងប៉ឹងជាអ្នកដែលមានគុណសម្បត្តិអាចជាទីពឹងរបស់គេអាចជាអ្នកដឹកនាំរបស់គេអញ្ចឹងបាននៅប្រយោជន៍ហើយនឹងសេចក្តីសុខអត់មានវិបត្តិនៅថ្ងៃក្រោយទេមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាពិយោទេវមនុស្សសានាំងមនីបោហោតិខន្តិកោពិយោប្រែថាជាទីពេញចិត្តទេវមនុស្សសានាំងនៃមនុស្សនិងទេវតាទាំងឡាយអ្នកមានខន្តិអ្នកមានសេចក្តីអត់ធន់ជាទីស្រឡាញ់ពេញចិត្តនៃទេវតានិងមនុស្សទាំងឡាយអញ្ចឹងយើងនៅក្បែរអ្នកដែលរឹងប៉ឹងផ្លូវចិត្តហ្នឹងយើងដូចថាវាតិចមនុស្សហ្នឹងជាមនុស្សដើមឈើមានម្លប់ជាមនុស្សដែលមិនមុងម៉ាំងឈុងឆាំងនាំរឿងក្តៅក្រហាយអុជយើងឲ្យឆេះទេអញ្ចឹងអ្នកដែលនៅក្បែរហ្នឹងក៏បានតិចគួរជាទីគោរពគួរជាទីស្រឡាញ់ហើយមិនមែនតែមនុស្សទេសូម្បីតែទេវតាមិនថាទេវតាទេសូម្បីតែសត្វដេរិឆានក៏វាស្រឡាញ់អ្នកដែលចេះស្រឡាញ់វាដែរជាអ្នកដែលមានមេត្តាករុណាហ្នឹងអ្នកដែលឲ្យបាយទឹកឲ្យអីវារាល់ថ្ងៃហ្នឹងវាស្រឡាញ់ហើយវាជាពិសេសសត្វសុណក់ហ្នឹងវាស្មោះត្រង់នឹងម្ចាស់វាខ្លាំងអញ្ចឹងយើងរក្សាចិត្តមានខន្តីច្រើនកុំសូវឲ្យកំហឹងហ្នឹងវាមកសន្ធិដ្ឋនៅក្នុងចិត្តយើងច្រើនពេកអនុមោទនាជើញញាតិញោមសិក្សាឱវាទពុទ្ធខ្លីៗក្នុងសភៅសាសនៈសុភាសិតនេះដល់វគ្គនិយាយពីសេចក្តីក្រោធកោដ្ឋវៈព្រះអង្គសម្ដែងថាកោធោចិត្តតបកោបណូមានន័យថាសេចក្តីក្រោធធ្វើឲ្យចិត្តហ្នឹងកម្រើកកោធោហ្នឹងប្រែថាក្រោធកោបណូហ្នឹងវាកម្រើកពេលណាយើងខឹងយើងជើបជួលយើងជួលច្បល់យើងញ័រដៃញ័រជើងបើនៅក្នុងក្បួនពេទ្យ
ញ័រទាំងបេះដូងឈាមរត់នឹងក៏មិនល្អដែរហើយអ្នកនឹងអាចប្រឈមមុខនឹងជំងឺកាំងបេះដូងឬក៏ដាច់សរសៃឈាមខួរក្បាលទៀតក៏មានដែរមិនមែនឲ្យតែចិត្តកម្រើកទេសូម្បីកាយក៏កម្រើកដែរបើយើងនៅក្រោមឥទ្ធិពលរបស់កំហឹងខូចការធ្វើឲ្យប៉ះពាល់សេចក្តីសុខផ្ទាល់ខ្លួនផងប៉ះពាល់ដល់អ្នកដទៃនៅក្បែរខ្លួនផងមួយទៀតនេះព្រះអង្គសម្ដែងថាអន្ធតមੰតទាហោតិយ៉ាងកោធោសហតេនរាំងប្រែមកវិញថាសេចក្តីក្រោធគ្របសង្កត់អ្នករជនក្នុងកាលណាងងឹតរមែងមានក្នុងកាលនោះអញ្ចឹងពេលយើងខឹងយើងគិតអត់ទៅបានវែងឆ្ងាយទេគិតខ្លីហើយច្រើនប្រើហិង្សាជាពាក្យសម្ដីកាយវិការវាយទាត់ធាក់គ្នាបាញ់បោះទៅចូលគុកចូលចង្វាក់ទៅអញ្ចឹងយើងគួរពិចារណាកុំឲ្យកំហឹងហ្នឹងវាមានឥទ្ធិពលខ្លាំងពេកមកលើជីវិតយើងជីវិតជនហ្នឹងវានៅហើយប៉ះពាល់អារម្មណ៍មិនជាទីពេញចិត្តនាំឲ្យកើតទោសៈអញ្ចឹងពេលណាកើតទោសៈកំណត់ដឹងថាអូចិត្តអញខឹងណាស់ទោសៈហ្នឹងខ្មោចតាអញ្ចឹងយើងអត់យកវាជាមិត្តភក្តិឯងវាមកយើងមានសតិជារបងមានបញ្ញាជាអ្នកយាមផ្លូវយើងកំណត់ដឹងសតិកំណត់ដឹងថាអូកំហឹងកើតឡើងបញ្ញាមកពន្យល់អើយកំខឹងអីមនុស្សនឹងតែអញ្ចឹងអើយខឹងទៅវាពិបាកតែខ្លួនឯងហ្នឹងហើយអញ្ចឹងយើងមិនយកកំហឹងហ្នឹងមកអោបនឹងខ្លួនយើងទេហើយក៏យើងយល់តាមសភាវៈធម្មជាតិទេយើងមិនខឹងខ្លាំងទេមនុស្សហ្នឹងឧបនិស្ស័យមកអញ្ចឹងនិយាយស្ដីបដៅថានៅតែថាប៉ុន្តែมันមានកំហឹងជាប់ទៅជាមួយទេបើមានកំហឹងជាប់ទៅជាមួយក៏ឆាប់ផ្លាស់ប្ដូរដែរនេះព្រះអង្គសម្ដែងមួយទៀតថាកោធោទុំមេធៈគោចរោសេចក្តីក្រោធជាគោចររបស់មនុស្សល្ងងអានេះខ្មែរយើងចូលចិត្តប្រើពាក្យមួយថាម៉ូបាំងមនុស្សល្ងងនោះចូលចិត្តលមងលំាំងឆុងឆាំងជេរវាយទាត់ធាក់ផឹកស៊ីឆ្លោះប្តីឆ្លោះប្រពន្ធវាយកូនវាយចៅអាហ្នឹងថាមនុស្សល្ងងនោះចូលចិត្តប្រើអំពើហិង្សាចឹងព្រះអង្គប្រើពាក្យនៅក្នុងបត្រៃបិដកថាជាទីគោចរមានន័យថាមនុស្សក្រោតនឹងចូលចិត្តធ្វើអញ្ចឹងមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាទោសោកោថសមុទ្ឋានោទោសមានសេចក្តីក្រោធជាសមុទ្ឋានទោសកំហុសទាំងកាយវាចាចិត្តរហូតអ្នកខ្លះជាប់គុកជាប់ចង្វាក់ហ្នឹងដោយសារមានសេចក្តីក្រោធហ្នឹងជាហេតុសមុទ្ឋានហ្នឹងប្រែថាជាហេតុដូចថាយើងខឹងមកផ្លែតអញ្ចឹងយកកំភ្លើងបាញ់ទូងយកកបិតកាប់គ្នាឬក៏ពេលខ្លះខឹងគេវ៉ាឡានអញ្ចឹងបុកឯងពីក្រោយអីចឹងទៅមកគ្រោះថ្នាក់ស្លាប់មនុស្សឬក៏ជាប់គុកជាប់ចង្វាក់អញ្ចឹងទៅទៀតក៏មានដែរទីនេះព្រះអង្គសម្ដែងមួយទៀតកោធាំងខេតថ្វាសុខੰសេតិតែសម្រាប់សេចក្តីក្រោធបានទើបនៅជាសុខតែយើងរៀនមានខន្តីមានអត់ធន់មានការអត់ឱនយោគយល់មានបញ្ញាអញ្ចឹងមិនមែនន័យថាអត់តប៉ុន្តែខាងក្នុងក្តៅអាហ្នឹងមិនឈ្មោះថាមានខន្តីទេអ្នកនឹងបង្ក្រាបខន្តីនឹងនៅខាងក្នុងតាមរយៈព្រះធម៌តាមរយៈសតិបញ្ញាស្មារតីបើទោះជាមានរឿងអីកើតឡើងខាងក្រៅក៏វាអត់រំជើបរំជួលដែរដូចដបោកអញ្ចឹងដូចភ្នំថ្មតាន់អញ្ចឹងទោះជាខ្យល់ព្យុះក៏វាអត់អង្គើដែរយ៉ាងណាចិត្តរបស់យើងហ្នឹងជាពិសេសដូចព្រះអរហន្តដែលលោកអស់នៅកិលេសរំជើបរំជួលទៅអត់ទៅកើតទុកនឹងរឿងខាងក្រៅនឹង
đời xa kỳ chê đời xa khi mình cổ rụp ấy nó mới cái tục ọt để bị vô lộ krương to là khẳng khăn chặt hại nạn mô tình này dễ nhiệt nhôm sắc xa bút ổ vạt khay khay trong sự phơi sát sanh sụp phí sátนี่dây piสิกระดิกราวนี่ปองสมได้ถ้าเกาแถนโน้ตุบเป็นน้าวเห่าเตะเนี่ยกราวจีเนี่ยเมียนสมบูรณ์ละกระเกาแถนโน้สิกระดิกราวตุบแพทาขอวันนะตุบวันนะแพทาปอสมบูรณ์ละกระนั่งยืนคังตัวมุกกระเยยมุกชวนมุกหอมให้ปัจจุบันมุกขอtừ một tiết nông thói gì bị cắm nôm oi cả mà ắt ạt cái ắt cho chặt ắt xóa hay một nó đôi cối sau chẳng nâng nè để xòm khăn chở nôm ấy rượu cọ mà cho nên chỉ biết bọn sầm đại thá tục kháng xạ dạ tệ cao thẹn nù xạ dạ tệ phải thật đi tục kháng phải chỉ tục chẳng nè cao nâng tay đi chỉ tục tầng đi tầng đa tầng chơi tầng cuối nó phần là non cả lại nó con sầm đây đi về mình sóc có về mua về mau và chơi tật kích khăn cung trong thưa mấy áo kia đời và là một khuôn ai nó cả đời một kia nếu bọn sầm đây thà cao thang khét phá nè sau chết tệ sầm lạp sẽ cái đây cào bán mình miên sẽ cái đây sau kia khăn cào về mình thưa cầm hó mình chua bịa sầm đây mình thưa ấy để bầm ra cầm hăng nom ấy miền tô chọp cục chọp cho vậy chẳng thắm mát lắm chua nhiệt nhiều khá đấy để quạt khăn cứ quậy mùng măng phồng phẳng trong khối cái đọ xạ trên bị sma hay chọp cục chọp cho vậy côn bột buồn đấy lẹ luôn ở miền nẹ chùm hồ nông khủ xà nông ơi xà cầm hẳn về thừa miền sẽ cái đây sau chẳng nếu bọn sầm đại thật cao thét xăm mẹ té xăm mặt tàu ai dạ sạc kháng nị kia chết tệ bọn thà nẹ sầu văng súp đau sẽ cái đây cáo tay đó nơi phiếp chỉ nẹ ít vua sạ chừng nghĩ chừng ngang vậy ở đằng ba đằng của tôi ở trên group kia ở trên group ấy anh đang về áp vua ở miền kia sẽ lại cái chỗ chất thế cái từ cái mua tơ na của mình lò đài chân dương phi diêm group sừng cọt ở đẻ xa cài vì cha bàn lò tam rịa miền thành tây group chất bà dương nếu bọn sầm đại tha bạch trà sáu vị cật tế cao thế ác keng tẹt thô vẹn tập tệ khang cõi pe xịt đây cõi nó rồi lột bạch tứ nè cõi nó rồi mến cái đại cõi hài đôi trời phượng chè rằng từ bộ lái đôi ngành một đó chê kia măng ôi thật bực non Facebook rong ngay với chặt tư bánh chặt tư chạo mau chi trẻ đã cái này chẳng tư vẫn là cái đại cả hai kịch đó khoa lá cho mớ ảnh to với mấy nó đôi dương đột khuôn ai chẳng bàn bọn xâm đại bia rung ngọt để cả mình chọn bia nâng ai bởi dương bạch phương từ bạch phương máu vì ở trên rồi luật tê nếu bọn xâm đại thật cao thạ chia táo bà ra phèo vù nẹ miên xịt đây cào cào hơi chỉ nẹ vì nia đòi chuyện sẽ đáy nâng bởi dương luôn một cái to tên tới bảy bạ bị cua xa bởi quay to thẻ kia tới bong lùi oi lý oi kia chân tơ vì nia ha hai bờ trâu miên tầm nẹ tầm nông ấy hồ xí luôn khía lấy má rô xí cho mùi khía tới bình vậy ở trâu tới cứ vì nia cổ so là thô khăn khăn nông lên miền chật bon chật cái tay nhu ấy cao thôi vì vụ cầm hăng nó về từ phái cổ sò nó ở hài chẳng chia sờ rộp màu vinh cứ dừng
ត្រូវមានសតិស្មារតីដើម្បីដូចរក្សាកុំឲ្យកំហឹងហ្នឹងវាមកសន្ធិដ្ឋនៅក្នុងចិត្តយើងបើមិនចឹងទេយើងខ្លាយទៅជាទាសកបំរើកំហឹងវាប្រើឲ្យយើងនិយាយជេរវាយទាត់ធាក់ធ្វើអំពើអាក្រក់បាបកម្មធ្លាក់នរកធ្លាក់ប្រែតដោយសារយើងជាទាសករបស់កំហឹងយើងមិនអាចលះភ្លាមបានទេប៉ុន្តែត្រូវការអប់រំខ្លួនឯងការជួយពីអ្នកដទៃជុំវិញខ្លួនការវឹកហាត់ចិត្តឲ្យបានរឿយហ្នឹងយើងដុសខាត់ក្អែលស្នឹមនឹងទីម្ដងយើងបានស្រាលពីកំហឹងហើយយើងក៏បានសុខច្រើនដែរអនុមោទនាពេលយើងប្រគិនចង្ហាន់លោកហើយយើងសូត្រយ៉ាងកេញឧទ្ទិសកុសលហើយយើងជ្រោចទឹកប៉ុន្តែសួរឲ្យជ្រោចទឹកហ្នឹងដើម្បីអីទឹកនេះវាត្រជាក់តំណាងឲ្យទឹកចិត្តមេត្តាយើងតាំងចិត្តថាអ្វីដែលយើងធ្វើក្នុងថ្ងៃនេះបុណ្យដែលយើងធ្វើក្នុងថ្ងៃនេះយើងសូមចែករំលែកដល់អ្នកដែលបានចែកឋានទៅមានមេត្តាបិតាជាដើមហ្នឹងហើយការបែងចែកនៅបុណ្យកុសលហ្នឹងឧបមាដូចជាការចែករំលែកនៅធាតុតិចដល់អ្នកដែលបានស្លាប់ទៅហ្នឹងប៉ុន្តែសួរថាតលចាក់ទឹកបានដល់គាត់ណាថាមែនទេអាហ្នឹងជាប្រពៃណីទំនៀមទម្លាប់មកទៅពីសម័យព្រះក៏មានដែរពេលគេប្រគេនកុដិសាលាអញ្ចឹងគេប្រគេនលើកកុដិលើកសាលាប្រគេនថ្វាយព្រះសម្មាសម្ពុទ្ធមិនកើតទេអញ្ចឹងគេដាក់លើពហុព្រះអង្គតំណាងថាគេបានប្រគេនអញ្ចឹងទៅជានិមិត្តរូបទេហើយក៏យើងតាំងចិត្តឧទ្ទិសកុសលទៅបើមានទឹកក៏ចាក់អញ្ចឹងទៅបើគ្មានទេក៏មិនជាទាស់ខុសអីដែរទឹកនឹងជាតំណាងនៃទឹកចិត្តមេត្តាសេចក្តីស្រឡាញ់ការដឹងគុណរបស់យើងចំពោះមេត្តាបិតាជាការផ្សាយនៅសេចក្តីត្រជាក់ត្រជុំដល់អ្នកដែលបានស្លាប់ទៅជាបុព្វការីជននឹងហើយក៏មិនមែនចាំបាច់តាអ្នកដែលស្លាប់ទៅទេអ្នកនៅរស់ជុំវិញនឹងក៏ត្រូវការភាពត្រជាក់ត្រជុំទឹកចិត្តមេត្តាពីយើងដែរអញ្ចឹងក្នុងអត្ថន័យនេះគឺជាការផ្សាយទឹកចិត្តស្រឡាញ់ចែករំលែកបុណ្យកុសលដែលយើងបានធ្វើជូនដល់លោកអ្នកដ៏មានគុណប៉ុណ្ណឹងយើងគ្រាន់តែតាំងចិត្តក្នុងចិត្តទៅបើគ្មានទឹកថាសូមឧទ្ទិសបុណ្យកុសលនេះជូនដល់លោកឪពុកអ្នកម្ដាយឬក៏លោកយាយលោកតាឈ្មោះនេះសូមលោកឪពុកអ្នកម្ដាយមកទទួលបុណ្យកុសលពីខ្ញុំអញ្ចឹងទៅក៏បានដែរហ្នឹងជាការចែករំលែកបុណ្យនៅក្នុងធម៌លោកហៅថាបតិទានមយៈបុណ្យនៃការពីការចែករំលែកបុណ្យកុសលដល់អ្នកដែលបានធ្វើមរណកាលទៅឬក៏ចែករំលែកបុណ្យកុសលដល់អ្នកដែលនៅរស់ហ្នឹងក៏បានបុណ្យដែរអនុមោទនា